ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកធ្វើអំពីការ hosting Microsoft website ជាមួយនឹង Nginx អញ្ចឹងចំណុចដំបូងគេដែលយើងត្រូវធ្វើនេះគឺយើងទៅយក instance របស់យើងបើក AWS យើងដើម្បីចូលយក instance អូខេតទៅយើងចូល instance យ៉ាងហើយយើងទៅយក KPI ចូលបន្ទាប់ទៀតគឺយើងបើក command prompt យើងអញ្ចឹង KPI នេះយើងទុកនៅក្នុងdrive នេះមាន CMD យើងមកហើយយើងផាស KPI យើងចូលអូខេអញ្ចឹងនៅពេលដែលយើងបានចូលទៅក្នុង command prompt របស់យើងហើយចំណុចដំបូងគេគឺយើង cd ចូលទៅក្នុង var ហើយ www អូខេយើងនិយាយពីនេះក៏មកយើងបង្កើត website file របស់យើងហ្នឹងគឺ input store ដល់មួយទៀតយើងបង្កើតការ website នេះជាលោករបស់យើងអូខេបន្ទាប់ពីយើងបានបង្កើតfileហើយគឺយើងចូលទៅ change mode គឺយើងប្រើ command so to select mode ប្រើពេលដល់យើងដាក់ទៅដល់ពី site របស់យើងមកអត់ store មួយដល់ website ទៀតគឺ address បន្ទាប់ពីយើង change mode ទៅវិញហើយយើងចូលទៅដាក់ file website របស់យើងនៅក្នុង password អូខេចឹងយើងចូល file set manager ភាសានេះយើងក៏ប្រើហើយយើងក៏ជួយ connect វានឹង auto អូខេចឹងនៅពេលដែលយើងបានចូលដល់ចំណុចនេះហើយយើងទៅ var យើងចូលទៅក្នុង varចូលមកយើងរងមក10ជួរអូខេអញ្ចឹងនៅក្នុង W ហ្នឹងយើងមានបុច .store មួយ .advice អញ្ចឹងយើងចូលទៅក្នុង .store ទៅមកអូខេអញ្ចឹងដោយសារតែខ្ញុំធ្លាប់ដាក់វាហើយខ្ញុំបានដាក់ file វាចូលអស់ហើយអូខេនេះដូចគ្នាខ្ញុំបានដាក់វាចូលហើយចឹងនៅពេលដែលយើងបានដាក់ file ចូលទៅក្នុង Fazilla យើងហើយយើងចូលមក command prompt យើងម្ដងទៀតមកចូលមកកាន់ command prompt របស់យើងដែលយើង config ទៅលើ Nginx ម្ដងអូខេចឹងយើង cd ចូលទៅក្នុង etc Nginx set available នេះនៅ Microsoft cd etc set available តាមទៅចឹងយើងវាយដល់បន្តមកទៀតយើងប្រើជាមួយនឹង command to remove set ម្ដងយើងប្រើ to on .vs ហើយយើងវាយឈ្មោះរបស់យើងចូលមកអូខេចូលមកទៀតគឺយើង remove ទៅលើគឺយើងចូលទៅ configure domain របស់យើងតឡើងហ្នឹងតែយើងប្រើ nano អូខេអញ្ចឹង sudo nano ហើយយើងវាយឈ្មោះ domain របស់យើងនេះគឺ
តពីយើងបានចូលហើយយើងទៅយកកូដពីនេះមកយើងផាសវាចូលហើយយើងគ្រាន់តែដូរជាមួយនឹង site.com ហ្នឹងដូរដាក់ឈ្មោះsite របស់យើងវិញមកគឺ store ចាប់មកខាងលើគឺយើងដូរដូចនេះខាងមុខក៏យើងត្រូវដូរដែរអញ្ចឹងនៅពេលដែលយើងដូរហើយគឺយើង save វាមក Ctrl X អូខេបន្ទាប់ពីយើងបាន config អាទី1ហើយយើង config ម្ដងទៀតមកតែយើង config ទៅលើ device ម្ដងទៅយកកូដទៅដល់សម្រាប់ touch ទៅទីចូលហើយយើងដូរដូចទី1របស់យើងដែរហើយយើងដូរខាងលើនោះគ្នាមកហើយយើងខាងមុខទៅទៀតទៅយើងដូរហើយយើង save វាអូខេបន្ទាប់ពីយើងណាណូរួចរាល់គឺយើងមកធ្វើការ set ownership ឲ្យវាម្ដងហើយយើងធ្វើជាមួយនឹង command cho .or .uw tiếp tục được phíaចំណុចបន្តទៀតនៅពេលដែលយើង change owner វាហើយពេលយើងមកបើក site available វិញម្ដងដែលយើងប្រើជាមួយនឹង sudo site available ហើយយើងដាក់ឈ្មោះរបស់យើងបានទៀតយើងដាក់ .store មក see engine 8 site available ai khâu câu để mua chân hai bên thì sẵn thì chẳng dương vay với một đoạn tiếp nó rồi sao mà nhóm vay một thứ từ cách và lại xí chẳng chỉ nói tôi tiếp cái dương tầm mơ ở dương thực ta từ lời anh chị x beta rồi dương phơi cho mình số thứ anh chị x thì ok chứng anh chị đây vào những cái đời thì tạo biết cái ok cái đời rồi sẽ phải ok chứng của tôi bây giờ config là theo mà nó và dương hết dương cho tất cả AWS server và những đời dương tất cả config mới ra cái PC đó là dương cho một căn fossil nó tôi mới thiết dương create fossil
ដែលយើងដាក់ឈ្មោះ domain របស់យើងអូខេប៉ុណ្ណឹងហើយយើង create host បន្ទាប់ពីយើងហើយយើងចូលក្នុងអាទី1នេះហើយយើងទៅ copy value របស់វាជាមុនសិនហើយយើងចូលទៅក្នុង my account របស់យើងនៅក្នុង name sheet នេះក្នុង name sheet នេះគឺយើងចូលទៅ manage ហើយយើងចូល domain list អូខេដោយរបស់យើងគឺពីយើងចូលទៅ manage វាមក store ជាមួយសិនមកហើយយើងចូលកន្លែង name server ដែលយើងយក custom DNS ដោយទី1នេះគឺយើងយកទៅ size យើងផាសវាចូលមួយយើងទៅយកទី2មកហើយទី3គឺយើងចុច add បន្តទៅមកទៅ server បន្តទៀតហើយមួយទៀតគឺយើងទី4ហើយយើងដល់ពេលដែលយើងដាក់ name ទៅ4ហ្នឹងហើយគឺយើង print វាមកនៅពេលដែលយើងបាន import custom DNS របស់យើងចំនួន4ហ្នឹងនេះគឺយើងចង់ដឹងថា DNS យើងដោតគឺយើងចូលទៅកាន់ DNS checker ហើយបន្ទាប់មកគឺយើងរើកន្លែងនេះយក NS គឺ name server ហើយយើងទៅ copy ឈ្មោះ domain របស់យើងចំនួនសិនហើយយើងយកមកផាសខ្លួនអញ្ចឹងបើសិនជាវាគ្រីអញ្ចឹងមានន័យថាវាដើរអូខេនៅពេលដែលយើង check ថា DNS យើងដើរគឺយើង create record អូខេហើយសូមយើង create record ពីមុនសិនមកហើយដោយ subdomain យើងគឺ www ហើយបន្តមកទៀតគឺយើងចូលទៅ EC2 យើងចូលទៅក្នុង instance ដើម្បីយក IP default ទៅមកប្រើតោះមកគឺយើងយកវាមកផាសនៅក្នុង value របស់យើងអូខេគឺប៉ុណ្ណឹងតែនេះយើងដូរដាក់មួយទីមកតោះមកគឺយើង create record អូខេអញ្ចឹងនៅពេលដែលយើង check ថា DNS checker របស់យើងគឺវាដើរយល់ហើយគឺយើងចូលមក create record ម្ដងដល់យើងsubdomain យើងគឺដាក់ www ដល់មក value នេះគឺយើងrecord tab គឺយើងដូរទៅ cname សិន cname គឺយើងដាក់ store នេះយើងយកតែមកទីបានយើង create record អូខេអញ្ចឹងគឺអានេះយើងបង្កើតនឹងមួយសិនអូខេអញ្ចឹងនៅពេលដែលយើងបង្កើត cname នេះយើងទៅ create record មួយទៀតដែលយើងអត់ដាក់ឈ្មោះ subdomain ចូលទេតែយើងទៅយកជាមួយ public IP វាយកមកប្រើអញ្ចឹងកន្លែងនេះយើងផាសបញ្ចូលមកហើយនេះគឺយើងយក A route ហ្នឹងហើយយើងដូរនេះទៅមួយទីទៀតដល់ហើយយើង create record មកអញ្ចឹងសម្រាប់ bootstore គឺយើងមាន2ឯងគឺ cname មួយហើយ SOA នេះមួយអញ្ចឹងនៅពេលដែលយើង create record ហើយគឺយើងទៅ check វាម្ដងទៀតតែយើងប្រើជាមួយ type A ផង NS ផងហើយនិង cname ផងអញ្ចឹងយើងចូលទៅ DNS checker របស់យើងមកយើងវាយ bootstore ដែរយើងយក A ហើយយើង search មកគឺវាដើរហើយមកទៀតយើងដូរទៅមើល name server ម្ដង name server ក៏ដែរយើងមើល
effect មកដល់អញ្ចឹងអូខេដល់បើសិនជា scene ដែលមិនអត់ដែរទេយើងត្រូវទៅ edit វាទៅ edit code ដល់យើងដូរពីណាទីទៅអូខេយើងទៅ check វិញបន្តទៀតមិនទាន់ដល់ទេខ្ញុំសាប់ check ជាមួយវាសិនហើយវាដើរហើយនឹង server ដើរហើយតែ scene នេះវាអត់ដើរចឹងកន្លែងនេះដូចជាវាអត់មានកាត់អីទេដោយសារវាត្រូវការ take time ដើម្បី run វាមើលអញ្ចឹងវាយើងបងទៀតអូខេអញ្ចឹងមិញកន្លែងនេះខ្ញុំដើរដោយសារតិចមើលកន្លែងនេះគឺយើងមាន W ខាងមុខយើងស៊ីយើងអញ្ចឹងយើងវាយវាម្ដងទៀតមកអូខេមក search អូខេអញ្ចឹង scene នៅនេះដើរអស់ហើយអញ្ចឹងបន្ទាប់ពីយើង check data ហើយយើងបាន create record វារួចរាល់ហើយយើងចូលទៅកាន់ website របស់យើងចង់ដឹងថា website របស់យើងដើរខ្ញុំចុចនេះមកអូខេអញ្ចឹង website របស់យើងទី1នេះគឺវាដើរហើយប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពី website ទី1យើងដើរគឺយើងទៅធ្វើអាទី2ម្ដងអញ្ចឹងយើងធ្វើ website ទី2ដែលយើងចូលទៅកាន់ hosted zone ហើយយើង create hosted zone មកទៀតមកហើយយើងដាក់ domain name របស់យើងគឺ xyz ម្ដង create host zone មកអូខេអញ្ចឹងនៅពេលដែលយើង create host zone រួចហើយគឺយើង click ទៅលើ name server របស់យើងយើងចូលកាន់domain យើង domain list យើងយក device បន្តនេះហើយក្នុងនេះគឺយើងចូល custom DNS ដូចពីមុនដែរយើង path ទី1ចូលពី3អូខេដល់មក name server ទី4អូខេយើង check វាមកសិនហើយយើងចូលបន្ទាប់គឺយើងក៏ដែរយើងចូលទៅ DNS checker ហើយយើងក្រោយនេះយើងយក ss name server អូខេវាដាក់បាត់ដល់ទៅ try set អាចបែរសិតក៏ដែរ name server ចឹងនៅពេលដែលយើងបង្កើតអានេះហើយយើងបានដាក់value ឲ្យវានៅក្នុង domain របស់យើងនេះចំណុចបន្តទៀតគឺយើងចូលទៅ edit code ដូចមុនដែរដល់យើង subdomain ដាក់ .u ដល់មកគឺយើងចូលទៅក្នុង instance របស់យើងទៅយក IP address យើងមកដាក់ក្នុងនេះនេះគឺយើងយក CNAME យកនឹងទី vertical បន្ទាប់ពីយើងបាន CNAME ហើយគឺយើងចូលទៅ vertical មកទៀតដល់យើងអត់មានដាក់ subdomain name ទេគឺយើង
យក IP address មកដាក់វាយកនេះយក A route អូខេអញ្ចឹងយើងអាចទៅតេស្តក្នុង VNet checker យើងមើលថាវាដើរខ្ញុំយើងយក CNAME បាទទេចឹងអានេះវាអត់តន់តើកន្លែង CNAME ដោយសារយើង config វាខុសតិចហើយយើងដាក់ឈ្មោះរបស់យើងវិញត្រូវចឹងបន្ទាប់ពីយើងការ record ហើយយើងចូលទៅ DNS checker ទៅទៀតមើលថាវាតាមTikTok ជួយ search យើងម្ដងទៀតអញ្ចឹងរបស់យើងគឺដើរអស់ហើយមួយទៀតគឺយើងត្រូវ check A ម្ដងអូខេគឺដើរទាំងអស់ដូចគ្នាអញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីយើង check ទៀតតែ check អីហើយគឺយើងវាយwebsite ទី2របស់យើងគឺវាអត់ដើរទេអញ្ចឹងយើងអាច clear AV ចោលសិនហើយយើងរងចាំបន្តិចទៅវាដើរតែអញ្ចឹងវីដេអូរបស់យើងនិយាយអំពីការ add multiple site គឺមានប៉ុណ្្នឹងអញ្ចឹងអរគុណដល់លោកគ្រូនិងមិត្តរួមទាំងអស់គ្នាដែលចំណាយពេលវេលាមើលវីដេអូនេះតាំងពីដើមដល់ចប់